សូមស្វាគមន៍អ្នកនរគ្នាសាជាថ្មីសម្រាប់ការមកកាន់វីដេអូថ្មីដ៏មានអត្ថប្រយោជន៍មួយនេះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាទាក់ទងទៅនឹងការកំណត់ពណ៌នៅលើអេក្រង់កុំព្យូទ័ររបស់អ្នកនរគ្នាមិនថាជាកុំព្យូទ័រ laptop ឬក៏ជាកុំព្យូទ័រ desktop ទេគឺយើងធ្វើបានដូចគ្នាហើយមួយវិញទៀតខ្ញុំនឹងដោះស្រាយរាល់បញ្ហារបស់អ្នកនរគ្នាដែលជួបប្រទះកន្លងមកដែលមើលអក្សរ icon ហ្នឹងអត់ច្បាស់ឬក៏មើលឈ្មោះ profile ដែលអ្នកនរគ្នា save ទុកនៅលើអេក្រង់នេះមិនឃើញដោយសារតែការកំណត់ពណ៌ឬក៏ដាក់រូបភាពនៅលើអេក្រង់នេះស៊ីជាមួយនឹងអក្សរឈ្មោះ icon និងឈ្មោះ folder នេះអញ្ចឹងដើម្បីអ្នកនរគ្នាចេះកំណត់ពណ៌នៅលើអេក្រង់បានអ្នកនរគ្នាសូមតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងដំបូងអ្នកនរគ្នាចុច mouse ស្ដាំនៅលើអេក្រង់កុំព្យូទ័ររបស់អ្នកនរគ្នាមកហើយស្វែងរកពាក្យថា personalize ខាងក្រោមពេលបង្អស់នេះបន្ទាប់មកត្រៀម background នឹងចេញឲ្យអ្នកនរគ្នាធ្វើការកំណត់ពណ៌អញ្ចឹងកន្លែងខាងលើនេះដែលមានពណ៌ខ្មៅនេះគឺជាពណ៌ដែលអ្នកគ្នាបានកំណត់អញ្ចឹងនៅពេលដែលអ្នកគ្នាកំណត់ខាងក្រោមនេះវានឹងលោតពណ៌ខាងលើនេះឲ្យអ្នកគ្នាមើលអញ្ចឹងនៅកន្លែង background ដែលខ្ញុំដាក់ cursor ពីលើនេះពេលអ្នកគ្នាចុចលើសញ្ញាព្រួញចុះក្រោមនេះវានឹងឃើញអក្សរ3ឲ្យអ្នកគ្នាធ្វើការជ្រើសរើសហើយខាងលើគឺពាក្យថា picture ខាងក្រោមគឺពាក្យ slide color ខាងក្រោមគេបងប្អូននេះគឺ slide show អញ្ចឹងដើម្បីកំណត់ពណ៌នៅលើអេក្រង់អ្នកនរគ្នាសូមចុចលើពាក្យថា slide color បន្ទាប់មកអ្នកនរគ្នាជ្រើសរើសពណ៌ដែលអ្នកនរគ្នាស្រឡាញ់អ្នកនរចូលចិត្តដាក់តាំងនៅលើអេក្រង់កុំព្យូទ័ររបស់អ្នកនរគ្នាឧបមាថាអ្នកនរគ្នាចូលចិត្តពណ៌លឿងដិតនេះពណ៌មាសនេះអញ្ចឹងពេលអ្នក select ឲ្យចេញសញ្ញាគ្រីសនេះពណ៌លឿងដិតនេះនឹងលោតឡើងនៅកន្លែង background នេះអញ្ចឹងអេក្រង់កុំព្យូទ័ររបស់អ្នកនេះគឺពណ៌ដូចគ្នាដែរបើមិនជឿអ្នកចុចខ្វែងមកអញ្ចឹងអេក្រង់របស់គ្នានឹងលេចឡើងពណ៌មាសដែលអ្នកបានកំណត់មិញនេះអញ្ចឹងបើសិនបើអ្នកនរគិតថាពណ៌នេះនៅតែអ្នកទាំងអស់គ្នាមើលអក្សរឈ្មោះ folder ហើយនិងឈ្មោះ icon អត់ច្បាស់អ្នកនរដាក់ពណ៌ខ្មៅដូចខ្ញុំមកអញ្ចឹងខ្ញុំដាក់ពណ៌ខ្មៅនេះគឺស្រួលមើលមែនទែន